បាទអញ្ចឹងបំរាប់គេប្រាប់មកគឺវែងដែរប៉ុន្តែយើងត្រូវច្បិចយកបាទហើយថ្ងៃទី3បាទគឺលក់អស់ពាក់កណ្ដាលបាទនៃអាវយឺតដែលនៅសល់ថ្ងៃទី2បាទសួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយនៅចំណោទបន្តទៀតគឺចំណោទលេខរៀងទី22បាទដែលមាននៅក្នុងទំព័រទី78ជូនអ្នកទាំងអស់គ្នាធ្វើការទស្សនាឬក៏ធ្វើការសិក្សាបន្តបាទអញ្ចឹងដើម្បីទទួលបាននូវវីដេអូថ្មីៗសូមទាំងអស់គ្នាធ្វើការ Subscribe នៅ Channel របស់ខ្ញុំហើយដាក់រូបកណ្ដឹងបាទអញ្ចឹងអ្នកទាំងអស់គ្នានឹងទទួលបានវីដេអូថ្មីៗបន្ថែមទៀតបាទអញ្ចឹងចំណោទដែលលើកយកមកបកស្រាយនៅទីនេះគឺបាទចំណោទទី22នេះគឺក្នុងពិធីបុណ្យ3ថ្ងៃប៊ូណាបានលក់អាវយឺតអស់ពាក់កណ្ដាលនៅថ្ងៃទី1នៅថ្ងៃទី2លក់អស់ពាក់កណ្ដាលនៃអាវបាទយឺតដែលនៅសល់ថ្ងៃទី3អញ្ចឹងលក់អស់ពាក់កណ្ដាលនៃអាវដែលនៅសល់ថ្ងៃទី2ហើយនៅសល់អាវ4បាទអាវ4តើបូណាមានអាវសរុបប៉ុន្មានសម្រាប់លក់បាទអញ្ចឹងនេះគឺជារូបភាពតំណាងបាទរូបភាពតំណាងដែលតាងយើងអាចនិយាយថាបូណាគិតយកអាវលក់ក្នុងពិធីបុណ្យ3ថ្ងៃបាទអញ្ចឹងទាំងអស់គ្នាថារូបបែបនេះបាទអញ្ចឹងជារូបភាពតំណាងបាទជំនួយដល់ការគិតបាទអញ្ចឹងនៅទីនេះគឺទាក់ទិនទៅនឹងចំណោទសំណួរបាទអញ្ចឹងយើងដឹងហើយថាបូណាគឺលក់អាវក្នុងរយៈពេល3ថ្ងៃបាទហើយថ្ងៃទី1នោះគឺបាទគឺលក់បានពាក់កណ្ដាលនៃបាទពាក់កណ្ដាលនៃអាវទាំងអស់បាទហើយថ្ងៃទី2បាទថ្ងៃទី2លក់បានពាក់កណ្ដាលនៃអាវយឺតនៅសល់ថ្ងៃទី3បាទអញ្ចឹងបំរាប់គេប្រាប់មកគឺវែងដែរប៉ុន្តែយើងត្រូវច្បិចយកបាទហើយថ្ងៃទី3បាទគឺលក់អស់ពាក់កណ្ដាលបាទនៃអាវយឺតដែលនៅសល់ថ្ងៃទី2បាទហើយនៅសល់គឺ4អញ្ចឹងចំណុច4បាទដែលនៅសល់ថ្ងៃទី2នោះគឺ4អញ្ចឹងយើងធ្វើការដោះស្រាយតាមរយៈប្រមាណវិធីបាទនឹងរបៀបឆ្លើយរបស់យើងប៉ុន្តែនៅក្នុងចំណុចនេះបាទនៅក្នុងចំណុចនេះក៏ចង់បញ្ជាក់ដែរថាយើងតាំងអង្កត់បាទអង្កត់នេះថ្ងៃទី1បាទថ្ងៃទី2ថ្ងៃទី3អញ្ចឹង4នេះគឺជាចំនួនអាវដែលនៅសល់បន្ទាប់ពីថ្ងៃលក់ថ្ងៃទី2បាទអញ្ចឹងយើងធ្វើការដោះស្រាយមកអញ្ចឹងយើងរកដំបូងគឺយើងរកបាទចំនួនអាវលក់បាទលើកទី3អញ្ចឹងសួរឆ្ងល់ថាម៉េចបានយើងត្រូវរកលើកទី3មុនបាទអញ្ចឹងសំណួរនេះគឺយើងអាចដឹងថាគេប្រាប់អ្វីដល់យើងមុនអញ្ចឹងយើងអាចរកចំនួននោះមុនបាទអញ្ចឹងនៅថ្ងៃទី3បាទយើងដឹងហើយថានេះថ្ងៃទី3គឺជាអាវដែលនៅសល់បាទអញ្ចឹងនាំឲ្យយើងបានបាទ4គុណនឹង1អញ្ចឹងគឺស្មើទៅនឹង4អញ្ចឹង4នៅទីនេះគឺបាទគឺ4អាវបាទ4អាវបាទអញ្ចឹងយើងរកថ្ងៃទី3ឃើញហើយបាទគឺអាវដែលនៅសល់បាទគឺមានចំនួន3សំទោសគឺមានចំនួន4បាទអញ្ចឹងបន្តទៅរកបាទអាវលក់ថ្ងៃទី2បាទអញ្ចឹងអាវថ្ងៃទី2បាទគេបានប្រាប់យើងបន្តទៀតថានេះចំណុចនេះនៅថ្ងៃទី2លក់អស់ពាក់កណ្ដាលនៃអាវយឺតដែលនៅសល់ថ្ងៃទី3អញ្ចឹងនាំឲ្យយើងបាននៅចំណុចនេះបាទ
នាំឲ្យយើងបាន4គុណនឹង2បាទ4គុណនឹង2ព្រោះយើងតាំងមួយកត់យើងអាចតាំងដោយ4នៅចំណុចនេះបាទអញ្ចឹង4គុណនឹង2យើងបាន8អញ្ចឹងគឺបាន8អាវបាទអញ្ចឹងនៅថ្ងៃទី2នេះគិតលក់អស់បាន8អាវអញ្ចឹងយើងក៏លេខទៅមើលការលក់នៅថ្ងៃទី1វិញម្ដងអញ្ចឹងយើងរកមកចំនួនអាវលក់លើកទី1ឬក៏ថ្ងៃទី1បាទអញ្ចឹងនាំឲ្យយើងបាននៅទីនេះបាទនាំឲ្យយើងបាន4គុណនឹង4បាទ4គុណនឹង4យើងអាចមើលតាមបំរាប់នេះបានបាទគឺថានៅថ្ងៃលក់អាវយឺតអស់ពាក់កណ្ដាលនៅថ្ងៃទី1អស់ពាក់កណ្ដាលអញ្ចឹងពាក់កណ្ដាលនោះគឺ4បាទអញ្ចឹង4គុណនឹង4អញ្ចឹងយើងដាក់ចម្លើយមក4ដងគឺ15 16ឥឡូវយើងមិនទាន់ទៅណាឆ្ងាយទេព្រោះអ្វីដែលយើងចង់បាននោះគឺត្រូវរកអាវសរុបដែលបូណាគិតលក់បាទគិតលក់អស់បាទអញ្ចឹងយើងយកបាទអាវលក់ថ្ងៃទី3បូកនឹងថ្ងៃទី2បូកថ្ងៃទី1បាទបញ្ចូលគ្នាមកបាទអញ្ចឹងរកចំនួនអាវសរុបអញ្ចឹងបាទនៅទីនេះយើងបូកបញ្ចូលគ្នា4បូកនឹង8បូកនឹង16ឥឡូវយើងបានចម្លើយនៅទីនេះគឺស្មើទៅនឹង32នៅពេលនេះគឺយើងអស់ហើយយើងអស់កិច្ចការរបស់យើងអញ្ចឹងបន្តទៀតគឺយើងត្រូវធ្វើការឆ្លើយថាទាំងអស់គ្នាអញ្ចឹងឆ្លើយថាមកដូចនេះឬក៏ដូចនេះចំនួនអាវទាំងអស់គឺ32អាវបាទគឺ32អាវបាទអញ្ចឹងនេះជាការបកស្រាយនៅក្នុងចំណោទទី22ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចតាមទាន់ហើយរំពឹងថានឹងអាចធ្វើការដោះស្រាយបានដោយខ្លួនឯងបន្ទាប់ពីអ្នកទាំងអស់គ្នាបានមើលវីដេអូរបស់ខ្ញុំបាទអញ្ចឹងចុងក្រោយបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការទស្សនាវីដេអូនេះមិនថាតែវីដេអូនេះទេគឺវីដេអូមុនបាទអញ្ចឹងសូមអរគុណហើយជូនពរអ្នកទាំងអស់គ្នាទទួលបានលទ្ធផលការសិក្សាដ៏គួរជាទីពេញចិត្តបាទអញ្ចឹងសូមអរគុណសូមជម្រាបលា